យោធាថៃបានប្រើប្រាស់ drone ខ្នាតធំហោះស៊ើបការនិង drone ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រភ្នំត្រងោលហើយយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលនៅតំបន់នោះផងដែរនៅវេលាម៉ោង 5:30 នាទីដល់ម៉ោង 6:10 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងប្រភេទ 105 មីលីម៉ែត្រមកលើទីតាំងអូភ្លុកដំរីគិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយឈានចូលដល់ស្ថានភាពនៅក្នុងយុទ្ធភូមិភាគទី 4 ចាប់តាំងពីវេលាម៉ោង 4:45 នាទីទៀបភ្លឺដល់វេលាម៉ោង 8:00 នាទីថ្ងៃទី 9 ខែធ្នូឆ្នាំ 2025 នេះយោធាថៃបានបើកការបាញ់ប្រហារមុននៅក្នុងតំបន់ភ្នំខ្មោចនិងពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅតំបន់ផ្សេងៗទៀតរួមមានតំបន់តាថាវប្រាសាទតាមន់ប្រាសាទតាក្របីប្រាសាទព្រះវិហារប្រាសាទខ្នារវាលឥន្ទ្រីភ្នំខ្មោចគោល8បុស្បៅជាំតែអានសេះថ្មដូនអូស្មាច់ភ្នំអនុស្សាវរីយ៍មុខវត្តកែវសិក្ខាគិរីស្វារៈដោយប្រើប្រាស់អាវុធនិងយុទ្ធឧបករណ៍បំផ្លិចបំផ្លាញគ្រប់ប្រភេទរួមមានរថក្រោះកំភ្លើងធំថ្មើរជើងនិងបាញ់ផ្សែងពុលនៅទីតាំងមួយចំនួនយោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឲ្យដឹងថាការបាញ់ប្រហារមកលើជនស៊ីវិលកាលពីម្សិលមិញនេះរហូតមកដល់យប់ថ្ងៃទី 9 ខែធ្នូឆ្នាំ 2025 គិតនៅត្រឹមវេលាម៉ោង 6 ព្រឹកយើងឃើញថាមានផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋស៊ីវិលធ្វើឲ្យបាត់បង់ជីវិតចំនួន 7 រូបនិងធ្វើឲ្យប្រជាពលរដ្ឋស៊ីវិលរងរបួសចំនួន 20 រូបក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទបន្តគោរពនិងអនុវត្តឥតងាករេនៅក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាទន្ទឹមនឹងនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់អាដាមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានបដូវវេនអាស៊ានចាសសូមអរគុណនាងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនៅពេលក្រោយជូនដល់សាធារណជននិងអ្នកសារព័ត៌មានជ្រាបបន្ថែមទៀតសូមជម្រាបលា